សូមជម្រាបសួរបងប្អូនអរគ្នាបាទស្វាគមន៍មកកាន់ឱកាសស្ថានចិញ្ចឹមកង្កែបបាទកំពង់ធំបាទបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនអរគ្នាពេលយប់បាទខ្ញុំមកដាក់ចំណីឲ្យកូនកោកបន្តិចបាទដោយសារតែយើងមើលទៅវាឃើញល្អពេកទៅក៏ថតឲ្យបងប្អូនអរគ្នាមើលបន្តិចបាទហ្នឹងហើយបាទបងប្អូនអរគ្នានេះយើងខ្ញុំមកធ្វើការថតកូនកង្កែបឲ្យបងប្អូនអ្នកគ្នាមើលបន្តិចដោយសារតែយប់ហ្នឹងគឺយើងមកដាក់ចំណីឲ្យកូនកោករបស់យើងបាទហ្នឹងហើយរៀបមើលក្បាលបាទបងប្អូនអ្នកគ្នាបាទហ្នឹងហើយច្រើនមែនទែនបាទតែយើងមើលថែបានដល់បាទបងប្អូនអ្នកគ្នាមើលបាទតណាក៏មានដែរបាទតណាក៏មានដែរមកតង់នេះបាទចឹងហើយបងប្អូនអរគ្នានៅការមើលថែកូនកោកនេះបើសិនជាយើងចេះបាទនឹងហើយយើងរលុយបានច្រើនបាទហ្នឹងហើយអានេះគឺច្រើនដែរមកតែយប់នេះអត់ទាន់បានដាក់ចំណីឲ្យទេឲ្យធម្មតាសិនបាទហ្នឹងហើយឲ្យផឹកទឹកធម្មតាសិនចាំបានមួយរយៈសិនបាទហ្នឹងហើយដាក់ចំណីឲ្យតាធំនេះទេបាទមើលចាក់បាទចាក់ចំណីបាទព្រឹកបាទខ្ញុំនាំទៅថតខាងនោះទៀតបាទនិយាយរំទៅខ្ញុំមានពេលទៅថតឲ្យពេលយប់ទេបាទពេលថ្ងៃហ្នឹងខ្ញុំរវល់រៀបចំតង់ទៅហើយបាទហ្នឹងហើយសម្រាប់ឆ្នាំនេះគឺខ្ញុំផលិតបាន 100000 កូនបាទមានន័យថា10តោនបាទនៅក្នុងឆ្នាំនេះបាទរដូវកាលចុងក្រោយនេះបាទប៉ុន្តែយើងមិនដឹងថាផលិតបានអត់ទេបងប្អូនអរគ្នាបាទព្រោះអីវាកែវាចិត្តចប់រដូវកាលហើយបាទហ្នឹងហើយមើលតែកូនកោកទៅដឹងហើយបងប្អូនអរគ្នាប៉ិនមេដៃណាបាទប៉ិនមេដៃធំបាទអានេះច្រឡះទេអានេះអត់ទៅច្រើនប៉ុន្មានទេខ្ទង់ 4-5000 កូនអីនឹងឯងបាទហ្នឹងហើយបាទនេះរាប់ម៉ឺនកូនបាទហ្នឹងហើយធំល្អមើលតើអត់ទៅច្បាស់សោះបាទវាលោតនឹងបងប្អូនអរគ្នាបាទហ្នឹងហើយវានៅទឹកក្នុងនោះបាទយើងមើលទៅវាមិនឃើញច្បាស់ល្អទេបាទវាអៀនណាបាទអៀនចឹងបងប្អូនអរគ្នាយើងរៀបបានខ្លះហើយបើយើងនៅ 2-3 ជួរទៀតបាទ2ជួរទៀតហ្នឹងហើយយើងធ្វើឲ្យរួចរាល់ហើយយើងនឹងធ្វើការថតឲ្យបងប្អូនអរគ្នាមើលឲ្យសប្បាយចិត្តតិចបាទហ្នឹងហើយបងប្អូនអរគ្នាបាទវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទជម្រាបលាបងប្អូនអរគ្នាបាទហ្នឹងហើយនេះជាកូនកោកបាទសម្រាប់ទុកធ្វើមេបាពូជក៏បានចំកែបសាច់ក៏បានបាទធំល្អបាទបងប្អូនអរគ្នាមើលខ្ញុំប្រៀបជាមួយមេដៃខ្ញុំបាទសឹងប៉ុនមេដៃប៉ុន្តែដោយសារតែហ្នឹងវានៅលើហ្នឹងហើយអរគុណច្រើនបាទជម្រាបលាបាទ